ព្រះសម្មាសម្ពុទ្ធជាបរមគ្រូទូលមានព្រានបណ្ដោតដល់មនុស្សទូទៅទាំងឡាយដែលជាកូនប្រុសស្រីរបស់លោកឪពុកអ្នកម្ដាយនោះឲ្យមានធ្វើកតញ្ញូដឹងគុណឧបការៈគុណតបគុណតាំងពីពេលដែលលោកមានជីវិតរស់នៅម្ល៉េះនឹងសូមឲ្យញោមញាតិជ្រាបមិនមែនការដែលមេត្តាបិតាលោកមានជនមានអាយុនៅឡើយដែលត្រូវការប្រើប្រាស់នៅវត្ថុទាំងឡាយដែលជាគ្រឿងទីពឹងរបស់មនុស្ស4យ៉ាងនោះពុទ្ធសាសនានោះថាបច្ច័យ4ធម្មតាមនុស្សមានជីវិតរស់ទូទៅនៅលើផែនដីនេះមនុស្សជនណាមួយក៏ដោយជាតិណាមួយក៏ដោយត្រូវការទីពឹងវត្ថុ4យ៉ាងជាការចាំបាច់សម្រាប់ជីវិតរបស់មនុស្សវត្ថុ4យ៉ាងហ្នឹងពុទ្ធសាសនាពុទ្ធលោកថាបច្ច័យ4ឥឡូវអាត្មាបដូរពាក្យនឹងបន្តិចមកប្រើថាវត្ថុ4យ៉ាងតែកណ្ដខុសឈ្មោះប៉ុន្តែអត្តន័យខ្លឹមសារដូចជាគ្នាដើម្បីឲ្យញោមញាតិពុទ្ធបរិស័ទនឹងងាយយល់ងាយស្ដាប់បើថាបច្ច័យ4ដូចជាញោមញាតិនោះបង្អន់ចិត្តទៅលើតែព្រះសង្ឃឲ្យទៅលើពាក្យបច្ច័យ4ដែលចាំបាច់សម្រាប់ព្រះសង្ឃតែឥឡូវនេះដូរពាក្យបន្តិចក៏មិនមែនជាកែផ្លាស់ប្ដូរមូលបង្កាច់ពុទ្ធវចនៈទេណាញោមណាដែលអាត្មាថាវត្ថុ4យ៉ាងនេះចង់ឲ្យញោមញាតិពុទ្ធបរិស័ទយល់ថាវត្ថុ4យ៉ាងនេះជីវិតរបស់មនុស្សទោះបីជាបព្វជិតអ្នកបួសក្នុងពុទ្ធសាសនាក្តីញោមញាតិពុទ្ធបរិស័ទជាគ្រឹះក្តីជៀសមិនរួចទេជៀស4យ៉ាងនោះអត់រួចទេវត្ថុ4យ៉ាងហ្នឹងទី1គឺសម្ពត់ខោអាវទី2គឺមហូបអាហារទី3គឺទីសេនាសនៈគិតតាំងពីកន្ទេលក្រែមុំទៅជាដើមរហូតដល់ទៅគេហដ្ឋានផ្ទះសម្បែងវត្ថុទី4គឺថ្នាំសម្រាប់ព្យាបាលរោគវត្ថុ4យ៉ាងនេះតម្រូវការសម្រាប់ជីវិតមនុស្សនៅលើផែនដីនេះអ្នកកាន់សាសនាណាក៏ដោយជៀសអត់រួចទេឥឡូវឲ្យញោមញាតិសន្លឹងមើលទៅចុះពីមុនក្រែងញោមញាតិគិតមិនដល់បើថ្ងៃនេះធ្វើទេសនាហ្នឹងបញ្យល់តែសម្រាប់ពុទ្ធបរិស័ទខ្មែរយើងឲ្យតែលឺតែបច្ច័យ4ពោបដោតចិត្តហើយបច្ច័យ4សម្រាប់តែព្រះសង្ឃទេលោកប្រើប្រាស់តែសម្រាប់ខ្លួនឯងអ្នកប្រគិនបច្ច័យ4ដល់ព្រះសង្ឃអត់បានគិតតែខ្លួនឯងតាកតងនឹងដែរទេបានញោមគាត់បញ្យល់ឲ្យច្បាស់ញោមញាតិភាគច្រើនណាដែលអត់បានយល់បានអាត្មាផ្លាស់បដូរពាក្យថាវត្ថុ4យ៉ាងគឺតម្រូវការសម្រាប់ជីវិតមនុស្សទាំងអស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រង់ទូលមានព្រានប្រដៅណែនាំឬក៏ជាមេរៀនដែលព្រះអង្គបង្រៀនកូនប្រុសស្រីទាំងឡាយនោះឲ្យទំនុកបំរុងមេត្តាបិតារបស់ខ្លួនដែលលោកមានវ័យចំណាស់ចាស់ជារីហើយណាហើយលើកពីមេរៀនហ្នឹងមកសម្ដែងប្រាប់ជម្រាបញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដើម្បីបានយល់ថាអំពីមេរៀនរបស់ព្រះពុទ្ធដែលព្រះអង្គបង្រៀនកូនប្រុសស្រីនោះពោឲ្យសង្គ្រោះហ្នឹងគឺជួយគឺបំពេញនៅកតញ្ញូតាធម៌ចំពោះអ្នកមានគុណទី1បង្រៀនកូនប្រុសស្រីនឹងឲ្យចិញ្ចឹមបីបាច់ថែរក្សាលោកឪពុកអ្នកម្ដាយរបស់ខ្លួនដែលលោកមានវ័យចំណាស់ចាស់ជារាក្រឹមគ្រាហើយធម្មតាមនុស្សចាស់លំបាកណាស់ញោមញាតិដែលមិនទាន់ចាស់អត់ទាន់ដឹងទេតែក៏វាអាចមានគំរូឲ្យយើងមើលដែរឃើញចាស់នៅក្នុងភូមិយើងស្រុកយើងទេឥ
ជួនកាលមានលោកឪពុកអ្នកម្ដាយយើងនៅផ្ទះហ្នឹងគាត់ចាស់ជារាស្រេចត្រុតត្រោមក្រំគ្រាញោមញាតមើលសំបីតែគាត់អង្គុយក៏ពិបាកក្រោកឈរក៏ពិបាកតោងមុខតោងក្រោយអានឹងសេចក្តីចាស់ក្រំគ្រាគឺវាលំបាកជាទុកដូច្នេះបើអ្នកដែលមិនទាន់ដើរទៅដល់កន្លែងហ្នឹងអត់ទាន់ដឹងថាទុកលំបាកយ៉ាងណាទេញោមជ្រាបទេព្រះសម្មាសម្ពុទ្ធថាសការចាស់ក្រំគ្រាហ្នឹងក៏ជាទុកមួយសម្រាប់មនុស្សក្នុងចំណោមទុកធំទាំង4គឺការកើតចាស់ឈឺស្លាប់ហ្នឹងឯងបើលោកប្រាប់ថាចាស់ក្រំគ្រាហ្នឹងជាទុកសម្រាប់មនុស្សទូទៅហ្នឹងក៏វាលំបាកទាំងអស់ដេកដើរឈរអង្គុយក៏លំបាកសំបីតែអង្គុយស្ងៀមក៏វាមិនស្រួលដែរវាឈឺរោមឈឺរឹតខ្ទេចខ្ទីឆ្អឹងសាច់សរសៃអស់សំបីពិសាអាហារក៏មិនសូវបានសម្រានក៏វាមិនសូវលក់នឹងជាសេចក្តីទុកសម្រាប់មនុស្សចាស់ខ្ញុំចាំឲ្យបពុលថាជាតិទុកជារាទុកជារាគឺអត្រុតត្រោមក្រំគ្រាហ្នឹងតែទោះបីយើងដឹងសាសនាធម៌ដែលព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាការកើតជាទុកការចាស់ក្រំគ្រាជាទុកឈឺក៏ជាទុកស្លាប់ជាទុកដែរប៉ាន់ក្រិនតែលឺទេមិនដែលបានយកបញ្ញារបស់យើងមកពិចារណាឲ្យឃើញទេនឹងសូមឲ្យញោមនិយាយជ្រាបចឹងបានការចាស់ក្រំគ្រាពិបាកបានសម្ដែងធម៌ទេសនានៃណាដែលអាត្មាតែងតែលើកពីការពិបាកហ្នឹងញោមញាតពុទ្ធបរិស័ទអើយចិញ្ចឹមកូនពិបាកណាស់លំបាកណាស់ចង់បានកូនច្រើនទេក៏លំបាកអាត្មាតែតែបញ្យល់ថាញោមមានដឹងអីពិបាកចិញ្ចឹមកូនទៀតទេប្រាប់គាត់ថាអញ្ចឹងថាមិនដឹងអាត្មាថាបើតាមអាត្មាសិក្សានៅសាសនាធម៌របស់ព្រះពុទ្ធលោកថាចាស់ក្រំគ្រាពិបាកចិញ្ចឹមកូនទៀតតែអាត្មាសំដែងប្រាប់ចាំញោមចាំទៅពាក្យនឹងទុកតែចាំញោមដល់ទៅហ្នឹងដឹងហើយតែដល់ទៅកន្លែងនឹកឃើញតែស្ដាប់ធម៌ទេសនាអាត្មាហើយអាត្មាប្រាប់អញ្ចឹងនឹកឃើញពីលំបាកណាដល់វាលំបាកដល់ពេលចាស់ក្រំគ្រាញោមញាតិយកមកថ្លឹងថ្លែងមើលកាលអញនៅក្មេងអញចិញ្ចឹមកូនអញថាពិបាកឥឡូវយកមកថ្លឹងថ្លែងនឹងអញចាស់ជារាតើអ្នកណាពិបាកជាងហ្នឹងនៅឃើញហើយបាទអាត្មាប្រាប់ឲ្យមុននេះហើយកាលញោមញាតិចិញ្ចឹមកូននៅតូចញោមញាតិនៅវ័យមានកម្លាំងពលំមករត់បានលោតបានលីសែងឲ្យបានទាំងអស់ឃើញទេចាំកូនតែដល់ពេលចាស់ក្រំគ្រាទៅអត់ទេធ្វើអីក៏បានដែរហ្នឹងពិបាកចឹងចាំកូនពេលនឹងឯងដែលត្រូវការទីពឹងកូនឲ្យជួយជ្រោមជ្រែងទំនុកបំរុងយើងនោះបានព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាកូនជាឈើច្រត់របស់យើងជាម៉ែឪនឹងពុទ្ធឲ្យរក្សាឈើច្រត់គ្រាន់នឹងទប់ខ្លួនយើងនឹងឈើច្រត់ដែលគេធ្វើពីដើមរស័យគេធ្វើពីឈើมันជាប្រយោជន៍ឲ្យប្រមាណទេគ្រាន់តែទប់ខ្លួនយើងដើរកុំឲ្យទៅវដួលប៉ុណ្ណឹងទេរីឯឈើច្រត់ដែលជាកូននឹងជួយជ្រុំជ្រែងគ្រប់ភារកិច្ចកិច្ចការដែលយើងត្រូវការនោះដែលយើងចាស់ជារាទៅនេះពុទ្ធលោកសំដែង5ចឹងពុទ្ធសាសនាទាក់ទងតែនឹងសង្គមមនុស្សនឹងជីវិតរបស់មនុស្សទេណាញោមញាតិកុំឲ្យញោមញាតិថាពុទ្ធសាសនានេះទាក់ទងតែនឹងទៅឋានសួគ៌ឋាននិព្វានឯឋានសួគ៌ឋាននិព្វានពិតមែនហើយជាទិសដៅដែលពុទ្ធសាសនានឹងត្រូវនាំមនុស្សទាំងអស់ទៅកាន់ទីនេះដើម្បីបានសុខតែមុននឹងទៅដល់ទីនឹងមានរឿងអីច្រើនទៀតត្រូវបដិបត្តិទៅតាមពាក្យទូមានព្រាមដៅរបស់ពុទ្ធគឺពុទ្ធលោកអប់រំមនុស្សសង្គមមនុស្ស
ឲ្យជួយសង្គ្រោះគ្នានឹងឯងរីឯកិរិយាសង្គ្រោះនេះមិនប្រពុតលោកបញ្រៀនឲ្យតែកូនចៅសង្គ្រោះមេត្តាបិតាសង្គ្រោះកូនចៅទេគ្រប់ផ្នែកទាំងអស់សម្រាប់សង្គមមនុស្សត្រូវតែជួយគ្នាទៅវិញទៅមកព្រោះនេះជាពុទ្ធសាសនាប៉ុន្តែក្នុងទីនេះអាត្មាសម្ដែងតែអំពីកូនសង្គ្រោះមេត្តាបិតាទេដែលលោកចាស់ជារាហើយនោះទី1លោកបញ្រៀនកូនឲ្យចិញ្ចឹមម៉ែឪដែលលោកចាស់ជារាទ្រង់ក្រឹមគ្រាហើយដោយមកហូបអាហារនំចំណីអីជាដើមគ្រឿងប្រើប្រាស់ដូចជាសម្ពត់ខោអាវជាដើមឬក៏ជាគ្រឿងថ្នាំសម្រាប់ព្យាបាលរោគក្នុងករណីដែលលោកមានជំងឺរោគានោះនេះជាការចិញ្ចឹមបីបាច់ថែរក្សាលោកអានឹងមេរៀនទី1ដែលប្រពន្ធលោកបញ្រៀនហើយមេរៀនទី2ប្រពន្ធលោកបញ្រៀនកូនចៅនោះឲ្យជួយបំពេញកិច្ចការងារទាំងឡាយដែលលោកឪពុកអ្នកម្ដាយក៏ត្រូវការក៏ចង់បានចង់ធ្វើតែគិតចាស់ហើយវាអត់លទ្ធភាពទេធ្វើវាមិនកើតម្ល៉េះបើគិតប្រាប់កូនចៅទាំងឡាយថាពុកម៉ែចង់បាននេះចង់បាននោះអីហ្នឹងក៏បីកូនចៅលឺហើយក៏បីប្រាប់បងប្អូនថាលោកពុកអ្នកម្ដាយក៏មានបំណងចង់ធ្វើអ្វីមួយនោះនាំគ្នាទៅធ្វើការងារនោះសម្រាប់ជូនលោកដោយហើយទៅគ្រាន់តែថ្ងៃសិលក៏ចង់ទៅសមាទានសិលនៅឯវត្តបើក៏ដើរទៅវាមិនរួយបំណងក៏ចង់ទៅសមាទានសិលឯវត្តដឹងហើយក៏ไปជូនក៏ទៅថ្ងៃបោសតសិលជូនក៏ទៅឲ្យសមាទានសិលក៏ម៉ែឲ្យថាចង់ទៅសមាទានសិលតែម៉ែអើយខ្ញុំរវល់តែជូនម៉ែទៅបានទេនឹងបាននេះថាអត់បានធ្វើកិច្ចការបំណងដែលគាត់ចង់បានឲ្យសម្រេចទេអានឹងរឿងអត់ល្អទេណាញោមណាថារវល់ជូនម៉ែទៅវត្តបានណាព្រោះពុទ្ធលោកប្រាប់ថាម៉ែឲ្យចង់បានអីឲ្យធ្វើកិច្ចការងារដែលគាត់ចង់បានឲ្យសម្រេចអានឹងទី2ទី3ថែរក្សាពូជពងវង្សត្រកូលរបស់គាត់កុំឲ្យធ្លាក់ចុះពូជគាត់ជាពូជសប្បុរសជាពូជមានសាសនាគោរពបដិបត្តិសាសនាជាពូជដែលមានមេត្តាករុណាធម៌សម្រាប់ជីវិតមនុស្សសត្វទាំងឡាយទាំងពួងរស់នៅក្នុងស្រុកភូមិជាមួយគ្នាឬអ្នកទាំងឡាយជុំវិញខ្លួនមានជួបប្រទះសេចក្តីទុក្ខលំបាកយ៉ាងណាក៏មិនស្ងៀមនាំគ្នាទៅជួយសាទររំដោះទុក្ខអ្នកដែលមានទុក្ខនោះទៅបីជួយទាំងអស់វាមិនបានគឺជួយរំលែកខ្លះនេះថាថែរក្សាពូជពងវង្សត្រកូលលំអានពូជគាត់ហ្នឹងកុំឲ្យធ្លាក់ចុះចិនគេថារក្សាយីហោញោមស្គាល់យីហោចិនគេថាមិនអាត្មាអត់ដឹងទេឮគេថាយីហោក៏ថាតាមតែគេទៅញោមយីហោនឹងចិនគេថាម៉េចខ្មែរហ្នឹងគេថាម៉េចចិនយីហោគេថាពូជត្រកូលគេឈ្មោះត្រកូលគេហ្នឹងកុំឲ្យវាខូចយើងដូចគ្នាដែលពុទ្ធបញ្រៀនកូនឲ្យថែរក្សាពូជពងវង្សត្រកូលដែលលោកឪពុកអ្នកម្ដាយគាត់មានឲ្យត្រកូលដ៏ល្អក៏បីថែរក្សាកុំឲ្យធ្លាក់ចុះបើយើងកូនមានលទ្ធភាពមានសមត្ថភាពច្រើនយើងអាចធ្វើឲ្យល្អឲ្យខ្ពង់ខ្ពស់ជាងលោកទៀតក៏រឹតតែប្រពៃនឹងមេរៀនទី3នោះបុត្រលោកបញ្រៀនយ៉ាងប្រយ័ត្នយើងជាកូនទៅបំផ្លាញពូជពងវង្សត្រកូលរបស់គាត់ជាត្រកូលសប្បុរសដែលល្អឲ្យខូចដោយសារយើងអាត្មានិយាយណាអាត្មានិយាយពោលតាមពាក្យបុរាណនិយាយចោលពោលនោះដែលអាក្រក់ស្ដាប់ដែរបើទោះបីអាក្រក់រមែងក៏ថាតាមបុរាណដើម្បីឲ្យងាយយល់បុរាណទៅម៉ែឪសតអាចារ្យដល់កូនមកសតអាចោយល់ណាអាចារ្យនឹងអាចោបើខុសគ្នា
អាចារ្យអ្នកនាំសេចក្តីល្ងងនាំសេចក្តីអាក្រក់ឲ្យចេញពីខ្លួនគេហើយដែលអាចោលនឹងសត្វតែនាំសេចក្តីអាក្រក់មកចិញ្ចឹមក្នុងខ្លួនរបស់ខ្លួននឹងប្រព្រឹត្តអាក្រក់ដោយកាយដោយវាចាចិត្តពោលយ៉ាងឆាប់ងាយស្ដាប់ណាញោមណាដើម្បីអោសតអាចារ្យដល់កូនមកសតអាចារ្យចឹងនេះបំផ្លាញពុយវងត្រកូលហើយមិនថែរក្សាពុយពងវងត្រកូលរបស់លោកឪពុកអ្នកម្ដាយដែលជាអាចារ្យនោះឲ្យមានស្ថិរភាពពាក្យអាចារ្យជាអ្នកនាំសេចក្តីល្ងងនាំសេចក្តីអាក្រក់ចេញហើយណាញោមមកអាចារ្យណាដល់កូនអត់អាចារ្យទៅជាអាចារ្យអានឹងបំផ្លាញអាត្មាសម្ដែងឲ្យច្បាស់លាស់កូនដែលបំផ្លាញពុជវងត្រកូលរបស់មេដាបេដាឲ្យអន្តរាយសាខ្លួនអត់រួចខ្លួនទេពុទ្ធសាសនាបាបទៀតធ្វើឲ្យអបកិត្តិយសអស់តម្លៃកិត្តិយសនៅក្នុងគ្រួសាររបស់ខ្លួនព្រោះនៅលើពិភពលោកនេះដែលអាត្មាជម្រាបឲ្យថាចិនគេរក្សាយេហោគេឈ្មោះត្រកូលគេខ្មែររក្សាពុជពងវងត្រកូលរបស់យើងនឹងកុំឲ្យធ្លាក់ចុះអន្តរាយឲ្យមានស្ថិរភាពល្អពងវងជាត្រកូលសប្បុរសនេះមេរៀនទី3ហើយពុទ្ធលោកបញ្រៀនកូនមេរៀនទី4ពុទ្ធលោកបញ្រៀនថាឲ្យកូនចៅប្រុសស្រីទាំងឡាយចាំនៅពាក្យទូលមានព្រានប្រដៅរបស់លោកឪពុកអ្នកម្ដាយដែលក៏បានអប់រំណែនាំកូនតាំងពីនៅតូចក្រូចឆ្មាមកនោះព្រោះម៉ែឪជាគ្រូបញ្រៀនទី1របស់កូនណាបងប្អូនលោកគ្រូគឺមានដាបេដាជាគ្រូទី1លោកបញ្រៀនកូនដោយបែបបទល្អយ៉ាងណាក៏បីកូនដែលជាសិស្សនោះចងចាំពាក្យទូលមានព្រានប្រដៅរបស់លោកកុំបំភ្លេចចោលត្រូវយកមកបដិបត្តិអនុវត្តប្រចាំជីវិតយើងហើយនឹងនាំពាក្យទូលមានព្រានប្រដៅទៅអប់រំកូនចៅក្នុងត្រកូលយើងជាបន្តទៅទៀតអានេះឈ្មោះថាអ្នករក្សានៅពាក្យទូលមានព្រានប្រដៅរបស់លោកពុកអ្នកម្ដាយព្រោះពាក្យទូលមានព្រានប្រដៅរបស់លោកពុកអ្នកម្ដាយចាត់ជាសាសនាមួយដែរណាបើពោលជាភាសាបាលីថាមេត្តាបិតុសាសនាអានេះបើនិយាយជាបាលីព្រោះដូចញោមនិយាយថាពុទ្ធសាសនាប្រែជាខ្មែរតែពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងព្រះសម្មាសម្ពុទ្ធលោកអ្នកត្រាស់ដឹងសម្រាប់មេត្តាបិតាមេត្តាបិតុសាសនាជាពាក្យទូលមានព្រានប្រដៅរបស់លោកឪពុកអ្នកម្ដាយសាសនាមួយដែរលោកមិនអោយបំភ្លេចកវែងចោលទេកាន់យកឲ្យជាប់រួចបន្តឲ្យកូនឲ្យចៅយើងតទៀតឲ្យរក្សាសាសនារបស់មេដាបិតាណាទី5កាលណាបលោកទទួលមរណកាលទៅកាន់លោកខាងមុខគឺស្លាប់ហើយណាក៏បីធ្វើតិខិណានុប្រទានឧទ្ទិសជូនទៅលោកសង្គ្រោះកាលដែលលោកមានជីវិតរស់នៅ4យ៉ាងហ្នឹងកាលលោកមានជីវិតរស់នៅឲ្យសង្គ្រោះដល់លោកអស់ជីវិតឲ្យចុងក្រោយឲ្យកូនប្រុសស្រីទាំងឡាយហ្នឹងឧស្សាហ៍ធ្វើបុណ្យកុសលឧទ្ទិសជូនដល់ទៅលោកឲ្យបានញឹកញយមិនដឹងគុណដល់កាលលោករស់ទេលោកស្លាប់ហើយយកទៅដុតយកទៅកប់រួចហើយក៏ធ្វើប៉ុន្តែមួយផ្លេតទៅយំស្រែកតែមួយផ្លេតហ្នឹងទៅដល់យូរបន្តិចទៅក៏បាត់យំបាត់ស្រែកបាត់នឹកគុណពុទ្ធនោះមិនបញ្រៀនអញ្ចឹងទេហើយនៅតែដឹងគុណជារៀងរហូតតទៅកិរិយាដែលចិញ្ចឹមបីបាច់ថែរក្សាការលោកមាននៅរស់ក៏ជាកតញ្ញូដែរដល់លោកលះលោកទៅកាន់លោកខាងមុខហើយថ្មីឡើយត្បិតតែយើងមើលកាត់មិនឃើញមិនដឹងកាត់នៅឯណាអស់លទ្ធភាពតែមានពិធីមួយដែលពុទ្ធលោកបញ្រៀនយើងទៀតថាយើងមិនដឹងកាត់នៅឯណាឋិតនៅឯណានឹកម៉ែនឹកឪក៏ទៅមិនបានទៅរកគ្នាវាមិនឃើញ
បើចឹងមានពិធីមួយទៀតគឺត្រូវធ្វើទាក្ខិណានុប្បទានបន់នឹងឯងដើម្បីផ្សាយជូនទៅលោកយកមកមេរៀនពុទ្ធលោករៀនសពក្រុមបានធ្វើអកតញ្ញូនេះមិនពេលដែលលោកលះលោកថាយើងធ្វើទាក្ខិណានុប្បទានបន់ហើយធ្វើអកតញ្ញូទេកាលពីលោកនៅរស់ចាំបីបាច់ថែរក្សាទំនុកបំរុងយ៉ាងណាក៏កតញ្ញូដែរតែកតញ្ញូនោះលោកថាកតញ្ញូខែភ្លឺភាគីទាំងពីរភ្នែកត្រជាមើលគ្នាឃើញទៅវិញទៅមកទាំងអស់ឈ្មោះថាខែភ្លឺលោកសំដែងធ្វើបន់ខែភ្លឺបានបន់ច្រើនជាងខែងងែនព្រោះយើងជូនអីទៅគាត់ឃើញគាត់ទទួលយកទៅប្រើប្រាស់សម្រាប់ការរបស់ប៉ុនគាត់គ្រប់ក្នុងវត្ថុ4យ៉ាងហ្នឹងតែទាក្ខិណានុប្បទានហ្នឹងมันប្រកបទេប៉ុន្តែទោះបីយ៉ាងណាក៏ត្រូវតែធ្វើដែរព្រោះក្នុងធ្វើទាក្ខិណានុប្បទានឧទ្ទិសជូនទៅអ្នកដែលលះលោកទៅហើយពុទ្ធលោកសម្ដែងថាជួនក៏បានដល់